បាទសួស្តីបងប្អូនទាំងអស់គ្នាអញ្ចឹងខ្ញុំបាទនឹងចែករំលែកទៅលើវិញ្ញាសាវិញ្ញាសាទី1ដែលមានទស្សនៈជាច្រើនបានលើកឡើងថាសីលធម៌ជាកត្តាកំណត់សេចក្តីថ្លៃថ្នូររបស់មនុស្សចូលពន្យល់អញ្ចឹងដើម្បីឲ្យការសរសេរសំណេរតែងសេចក្តីអត្ថាធិប្បាយដើម្បីឲ្យបានថាក្បោះក្បាយហើយមានថាភាពច្បាស់លាស់នោះគឺទី1បងប្អូនត្រូវអានប្រធាននៅក្នុងអភន្តរសញ្ញាហ្នឹងឲ្យយល់ន័យសិនថាតើគេចង់បានអ្វីបន្ទាប់មកយើងមើលទៅលើពាក្យបង្គាប់បញ្ជាគឺពាក្យចូលពន្យល់ថាគេចង់បានអ្វីដែរអញ្ចឹងយើងមើលថាសេចក្តីថ្លៃថ្នូររបស់មនុស្សគេបានហើយគេបានបញ្ជាក់ឲ្យថាគឺវាកើតចេញពីសីលធម៌អញ្ចឹងយើងត្រូវដឹងថាតើសីលធម៌ជាអ្វីហេតុអីបានគេចោទថាសីលធម៌ជាកត្តាកំណត់សេចក្តីថ្លៃថ្នូររបស់មនុស្សតើសីលធម៌នឹងមានអ្វីខ្លះអញ្ចឹងយើងនឹងធ្វើការសិក្សាឆ្វេងយល់ទាំងអស់គ្នាជាមួយនឹងគម្រោងតែងសេចក្តីមួយនេះអញ្ចឹងយើងចូលដល់ចំណុចការសរសេរជាគម្រោងបាទអញ្ចឹងការសរសេរជាគម្រោងនេះយើងមើលទៅលើនៅក្នុងសេចក្តីផ្ដើមនៅផ្នែកលំនាំបញ្ហាអញ្ចឹងការផ្នែកសរសេរលំនាំបញ្ហានោះគឺយើងដឹងហើយថាมันសរសេរវែងពេកខ្លីពេកការប្រើប្រាស់ពាក្យពេចន៍អីហ្នឹងគឺកុំបាលីសំស្ក្រឹតបន្លំលោកអីហ្នឹងអញ្ចឹងគេបានឲ្យជាទម្រង់ឧទាហរណ៍មួយថាមនុស្សគ្រប់រូបតែងតែប្រាថ្នាចង់ឲ្យជីវិតរបស់ខ្លួននឹងនៅប្រកបដោយថាកិត្តិយសមានគេឈ្មោះបាទសេចក្តីថ្លៃថ្នូរនិងការគោរពស្រឡាញ់ពីសំណាក់អ្នកជំនាញខ្លួនប៉ុន្តែនៅក្នុងឃ្លាបន្តគេបានបញ្ជាក់ថាទាល់តែមានការតស៊ូគូផ្សំជាមួយនឹងសិលធម៌ផងទើបធ្វើឲ្យជីវិតនឹងថ្លៃថ្នូរបានដល់ពេលចំណូលបញ្ហាយើងដឹងហើយគឺយើងចម្លងខ្លឹមសារនៅក្នុងអភន្តរសញ្ញាហ្នឹងមកដាក់ចូលបន្ទាប់មកបានយើងបង្កើតនៅចំណត់បញ្ហាអញ្ចឹងចំណត់បញ្ហានេះយើងសរសេរបានច្រើនកត្តាប៉ុន្តែស្ថិតនៅក្នុងសេចក្តីពន្យល់យើងប្រើទស្សនៈរបស់ប្រធានដែលបានលើកឡើងខាងលើមានអត្ថន័យខ្លឹមសារដូចម្តេចដែរតើទស្សនៈខាងលើបានបង្កប់ខ្លឹមសារយ៉ាងដូចម្តេចតើសីលធម៌អ្វីខ្លះដែលអាចធ្វើឲ្យមនុស្សមាននៅសេចក្តីថ្លៃថ្នូរអញ្ចឹងទៅបាទអញ្ចឹងយើងចូលទៅដល់ចំណុចទី2គឺបាទតួសេចក្តីអញ្ចឹងនៅក្នុងតួសេចក្តីយើងមានឃ្លាភ្ជាប់សេចក្តីពន្យល់ពាក្យកលើពន្យល់នៃប្រធានបកស្រាយប្រធានហើយនឹងសរុបមតិនៅក្នុងការបកស្រាយប្រធានទៀតសោតយើងមានចំណុចតូចវាមានគំនិតទូទៅគំនិតសំខាន់ហើយនឹងអំណាងហើយអំណាងហ្នឹងគឺយើងញែកជាបន្តបន្ទាប់ទៀតមានការលើកអំពីសង្គមការលើកអំពីប្រវត្តិសាស្ត្រនិងការលើកពីអក្សរសិល្ប៍ហើយអក្សរសិល្ប៍ហ្នឹងយើងបែងចែកបន្តទៀតគឺការលើកអំពីអក្សរសិល្ប៍ប្រជាប្រិយអក្សរសិល្ប៍បុរាណនិងអក្សរសិល្ប៍ទំនើបជាដើមអញ្ចឹងដោយឡែកយើងក៏លេខមកមើលកន្លែងឃ្លាភ្ជាប់សេចក្តីយើងដឹងហើយសិស្សានុសិស្សគឺมันមានអីចោតជាបញ្ហាទេបញ្យល់ពាក្យកលឹះគឺយើងបានឃើញពាក្យសីលធម៌និងសេចក្តីថ្លៃថ្នូរអញ្ចឹងយើងយកពាក្យសីលធម៌មកបញ្ជាក់នៃសេចក្តីឲ្យកាន់តែស្ដាប់បានទូលំទូលាយបានន័យថាសេចក្តីល្អការប្រព្រឹត្តបាទការប្រព្រឹត្តអំពើល្អការចេះគោរពនិងឲ្យតម្លៃអ្នកដទៃចំពោះសេចក្តីថ្លៃថ្នូរភាពថ្លៃថ្នូរការថ្លៃថ្នូរដែលយើងពាក់ព័ន្ធជាមួយនឹងនាមករនោះយើងសំដៅទៅដល់ភាពប្រសើរខ្ពង់ខ្ពស់បាទកន្លែងនេះគឺប្រកបបាទបកបនេះគឺប្រកបដោយកិត្តិយសព្រមទាំងទទួលបានការគោរពស្រឡាញ់ពីអ្នកដទៃអញ្ចឹងយើងយកខ្លឹមសារការពន្យល់នៃពីរឃ្លានេះយកមកផ្គុំត្របាញ់បញ្ចូលគ្នាបានន័យថាសិលធម៌ជាកត្តាកំណត់សេចក្តីថ្លៃថ្នូររបស់មនុស្សហ្នឹងគឺចង់សម្ដៅមានន័យយ៉ាងដូចម្ដេចអញ្ចឹងនៅក្នុងឃ្លាពន្យល់នៃប្រធាននេះគេបានបញ្យល់ប្រាប់យើងឲ្យថារាល់ការប្រព្រឹត្តអំពើល្អនិងចេះគោរពឲ្យតម្លៃអ្នកដទៃគឺជាកត្តាដ៏សំខាន់ដែលធ្វើឲ្យជីវិតរបស់បុគ្គលនោះដែលអ្នកប្រព្រឹត្តហ្នឹងប្រកបដោយមានកិត្តិយសគេឈ្មោះទទួលបានការស្រឡាញ់រាប់អានពីអ្នកនៅជុំវិញឬក៏អ្នកដទៃអញ្ចឹងយើងចូលទៅដល់ចំណុចក្នុងការបកស្រាយបាទនៅក្នុងការបកស្រាយគឺធម្មតាយើងត្រូវប្រើពាក្យជាការពិតណាជាប្រាជ្ញាជាសក្ខីភាពដែលយើងត្រូវតែមានឃ្លាបញ្ជាក់ន័យថាកន្លែងហ្នឹងគឺជាឃ្លាដែលបញ្ជាក់អំពីការបកស្រាយ
ចឹងពេលនៅក្នុងការបកស្រាយកន្លែងហ្នឹងគឺយើងត្រូវបង្ហាញគំនិតទូទៅបន្តិចទៅអំពីតម្លៃនៃសេចក្តីថ្លៃថ្នូរដែលធ្វើឲ្យមនុស្សហ្នឹងគឺទទួលបានការគោរពស្រឡាញ់រាប់អានដោយសារតែយើងមាននៅបាទសិលធម៌បាទការគោរពការស្រឡាញ់ពីអ្នកដតីគឺគេនឹងឲ្យតម្លៃមកលើយើងវិញដែរបាទអញ្ចឹងនៅក្នុងនេះគេបានញែកជាផ្នែកថាសិលធម៌គឺជាកត្តាកំណត់សេចក្តីថ្លៃថ្នូររបស់មនុស្សទៅលើអីបាទគឺការរស់នៅប្រចាំថ្ងៃរបស់មនុស្សបាទវាទាមទារឲ្យមនុស្សត្រូវមានសិលធម៌បាទចំពោះគ្នាជាចាំបាច់ទោះបីមានទ្រព្យសម្បត្តិស្ដុកស្ដំបាទរៀនខ្ពង់ខ្ពស់ប៉ុណ្ណាក៏ដោយប៉ុន្តែប្រសិនបើគ្មានសិលធម៌ទេគឺក៏គ្មានតម្លៃដែរអញ្ចឹងពាក្យសិលធម៌នេះយើងអត់បានធ្វើការបកប្រែពាក្យតែសីលៈបូកនឹងធម្មៈទេមិនចាំបាច់បូកមិនចាំបាច់បំបែកនៃសេចក្តីទេគឺនៅក្នុងសុភាវធម៌ក៏គេបាននិយាយទៅលើ3ផ្នែកអញ្ចឹងសីលធម៌នេះគឺជាមេធាងរបស់សុភាវធម៌អញ្ចឹងសុភាវធម៌មានសីលធម៌មានគុណធម៌បាទមានសុជីវធម៌ជាដើមបាទប៉ុន្តែនៅក្នុងន័យនេះគឺគេបានបញ្ជាក់តែផ្នែកសីលធម៌ទេអញ្ចឹងសីលធម៌គឺយើងមានការបែងចែកហើយសីលធម៌គឺយើងមាននៅចំពោះខ្លួនឯងចំពោះការងារចំពោះគ្រួសារចំពោះសង្គមនិងចំពោះអន្តរជាតិអញ្ចឹងទៅខាងមុខគេនឹងបានបំបែកវាថាចំពោះខ្លួនឯងយ៉ាងដូចម្ដេចចំពោះការងារចំពោះគ្រួសារចំពោះសង្គមឬក៏ចំពោះអន្តរជាតិហ្នឹងតើមានន័យខ្លឹមសារយ៉ាងដូចម្ដេចអញ្ចឹងយើងទៅតាមដានទាំងអស់គ្នាអញ្ចឹងប្រសិនបើមនុស្សនឹងមានសិលធម៌ដែលយើងបានបញ្ជាក់កំណត់ថាមាន4មាន5នេះហើយពួកគាត់នឹងទទួលបានមកវិញនៅសេចក្តីថ្លៃថ្នូរយ៉ាងម៉េចគាត់មានកិត្តិយសមានការស្រឡាញ់រាប់អានជាច្រើនពីមជ្ឈដ្ឋានជំវិញមានសេចក្តីថ្លៃថ្នូរមានការឲ្យតម្លៃមានទទួលការសាទរគ្រប់ទីកន្លែងបាទពីព្រោះសិលធម៌នឹងឯងដែលជាការវាស់ស្ទង់ទៅលើចិត្តគំនិតទោះបីបុគ្គលទាំងអស់នោះមានទ្រព្យឬក៏គ្មានទ្រព្យរៀនដល់បណ្ឌិតរៀនដល់ក្រោយបណ្ឌិតយ៉ាងណាក៏ដោយប៉ុន្តែពួកគាត់ប្រសិនបើគ្មាននៅសីលធម៌ទេបានន័យថាអ្វីដែលគាត់បានសិក្សាគឺមិនបានឲ្យតម្លៃទៅលើការសិក្សារបស់ពួកគាត់ទេបាទអញ្ចឹងយើងទៅបន្តទៀតទៅលើការឧទាហរណ៍នៅក្នុងសង្គមយើងផ្ដោតទៅលើពីរកត្តាគឺយើងនិយាយអំពីគ្រូបង្រៀននិងសម្ដេចព្រះសង្ឃរាជជួនណាតអញ្ចឹងយើងមើលទៅលើគ្រូបង្រៀនពួកគាត់ដើម្បីបានក្លាយជាគ្រូបង្រៀននេះគឺគាត់ត្រូវឆ្លងកាត់ការសិក្សាគាត់ត្រូវឆ្លងកាត់ការសិក្សាបែបជាគរុសិស្សបាទជាគរុនិស្សិតផ្នែកកម្រិតមូលដ្ឋានកម្រិតឧត្តមសិក្សាក្រោយឧត្តមសិក្សាបាទប៉ុន្តែគ្រូបង្រៀនពួកគាត់មិនមែនមានត្រឹមតែចំណេះដឹងក្នុងការបង្រៀនសិស្សទេគាត់ត្រូវមានសិលធម៌ផងអញ្ចឹងនៅក្នុងសិភៅរបស់វិជ្ជាជីវៈគ្រូបង្រៀនគឺគេមានសិភៅ2ក្បាលសិភៅវិជ្ជាជីវៈនិងក្រមសីលធម៌របស់គ្រូបង្រៀនអញ្ចឹងគាត់ត្រូវអានបកាទាំងអស់នោះថាដើម្បីក្លាយខ្លួនជាគ្រូបង្រៀនល្អដើម្បីឲ្យគ្រូបង្រៀននឹងមាននៅសេចក្តីថ្លៃថ្នូរពួកគាត់ត្រូវអានបកាត្រូវគោរពពេលវេលាយ៉ាងម៉េចត្រូវប្រើប្រាស់ភាសាសម្ដីកាយវិការយ៉ាងម៉េចទៅលើអាណាព្យាបាលទៅកាន់សិស្សានុសិស្សឬក៏លោកគ្រូនៅគ្រូគ្នាគាត់បាទអញ្ចឹងគាត់ត្រូវតែមានសិលធម៌ទើបធ្វើឲ្យជីវិតហ្នឹងគឺមានកិត្តិយសមានការគោរពមានការស្រឡាញ់ការគោរពការស្រឡាញ់ហ្នឹងគឺកើតឡើងចេញពីសកម្មភាពគាត់ធ្វើទង្វើល្អទៅកាន់សិស្សអញ្ចឹងសិស្សគាត់គោរពគាត់ស្រឡាញ់គាត់ទៅកាន់អាណាព្យាបាលទទួលបដិសន្ធារកិច្ចមានការជជែកដោយភាពសប្បាយរីករាយដោះស្រាយដោយសន្តិវិធីមានសិលធម៌មានការគោរពស្រឡាញ់រវាងគ្រូនិងគ្រូជាមួយគ្នានៅក្នុងអង្គភាពឬក៏គ្រូនៅក្នុងអង្គភាពផ្សេងៗដែលគាត់មានការសហការគ្នាជាមួយអញ្ចឹងទៅដោយឡែកយើងក៏លេខទៅមើលសម្ដេចព្រះសង្ឃរាជជួនណាតបាទយើងដឹងហើយព្រះអង្គគឺជាបុគ្គលដ៏ឆ្នើមបាទមួយព្រះអង្គនៅក្នុងភេទជាបព្វជិតនៅក្នុងព្រះរាជាណាចក្រកម្ពុជារបស់យើងគឺព្រះអង្គមានចំណេះដឹងជ្រៅជ្រះណាស់ហើយព្រះអង្គប្រកបដោយសិលធម៌ទើបធ្វើឲ្យព្រះអង្គនឹងគឺមានតម្លៃយ៉ាងវិសេសវិសាលគឺព្រះអង្គមិនត្រឹមតែចេះ
ផ្នែកបល័យសង្ស្ក្រឹតទេព្រះអង្គបានបង្កើតព្រះអង្គបានចូលរួមនៅក្នុងការងារសង្គមជាតិបានច្រើនប្រភេទបាទអញ្ចឹងអ្នកសិក្សាគឺគាត់បានឆ្វេងយល់និងដឹងអំពីតម្លៃរបស់សម្ដេចព្រះសង្ឃរាជជួនណាតដោយសារតែគាត់មាននៅកិត្តិស័ព្ទកិត្តិនាមល្បីល្បាញបែបនេះហើយទើបពិភពលោកមានការកោតស្ញប់ស្ញែងមានការកោតសរសើរនៅបណ្ដាញសាលាអង្គភាពឬក៏ទីកន្លែងមួយចំនួនក៏បានកសាងរូបសំណាករបស់ព្រះអង្គដើម្បីទុកជាទីសក្ការៈបូជាបាទអញ្ចឹងយើងបន្តទៅសកម្មភាពនៅក្នុងប្រវត្តិសាស្ត្ររបស់យើងគឺពាក់ព័ន្ធជាមួយនឹងបុគ្គលដែលមានសេចក្តីថ្លៃថ្នូរគឺយើងផ្ដោតទៅលើព្រះនាងឥន្ទ្រទេវីដែលជាអគ្គមហេសីរបស់ព្រះបាទជ័យវរ្ម័នទី7នាសម័យចក្រភពដ៏រុងរឿងគឺសម័យអង្គរព្រះនាងមិនត្រឹមតែមានរូបសម្បត្តិស្រស់ស្អាតនិងមានចំណេះដឹងខ្ពង់ខ្ពស់ប៉ុណ្ណោះទេតែទ្រង់ប្រព្រឹត្តតែអំពើល្អប្រកាន់ភ្ជាប់នៅសិលធម៌ល្អប្រសើរទីផងចំពោះគ្រួសារព្រះញាតិវង្សនិងរាជបរិពារបាទរាជបរិពារនឹងគឺចង់សំដៅទៅលើអ្នកដតីអ្នកដែលរាជតកូលវង្សានុវង្សស្ដេចបាទដតីគឺព្រះនាងគឺមានតក្កបតីមានការសន្តោសមានការអធ្យាស្រ័យល្អណាស់បាទគឺព្រះនាងគឺជាបិតាស្ថាបនិកក្នុងការកសាងសាកលវិទ្យាល័យឥន្ទ្រទេវីនាសម័យចក្រភពអង្គរទៀតផងបាទអញ្ចឹងយើងដឹងអំពីប្រវត្តិសាស្ត្រហើយយើងចាប់ផ្ដើមទៅកលេសទៅមើលស្នាដៃអក្សរសិល្ប៍របស់យើងវិញអញ្ចឹងនៅក្នុងនេះគេបានឆ្លុះបញ្ចាំងតាមរយៈរឿងកលាបៃលិនដែលជាការនិពន្ធរបស់លោកញុកថែមបាទដែលបានបង្ហាញតាមរយៈតួអង្គពីរគឺតួអង្គលោកលួងរតនសម្បត្តិនិងតួអង្គចៅចិត្រយើងដឹងហើយថាតួអង្គលោកលួងរតនសម្បត្តិគឺជាបុគ្គលដែលមានទ្រព្យសម្បត្តិបាទស្ដុកស្ដំហើយទៀងមានទឹកចិត្តសន្តោសប្រោសប្រណីដល់កម្មករហើយនិងមនុស្សទូទៅពួកគាត់តែងតែមានការគោរពស្រឡាញ់រាប់អានយើងឃើញទេលោកលួងរតនសម្បត្តិគឺមានអធ្យាស្រ័យល្អជាមួយនឹងតាសុនជាមួយនឹងពួកកម្មករជីត្បូងជាមួយនឹងតួអង្គចៅចិត្រដើម្បីឲ្យចៅចិត្រហ្នឹងគឺមានឱកាសបានមានការងារធ្វើដើម្បីចិញ្ចឹមជីវិតបាទចំណែកឯចៅចិត្រវិញគឺគាត់ក៏មាននៅសិលធម៌ល្អបាទគាត់មិនហ៊ានបំពៀបំពៀនគាត់មាននៅសេចក្តីសន្តោសគាត់មាននៅការគោរពស្រឡាញ់រាប់អានទើបធ្វើឲ្យលោកលួងរតនសម្បត្តិនឹងគឺបាទมันអាចមើលរំលងអំពីសេចក្តីល្អរបស់ចៅចិត្របានទេហើយចង់បញ្ចប់ចៅចិត្រឃើញទេសេចក្តីថ្លៃថ្នូរដែលគាត់កើតចេញពីមនុស្សដែលមានសិលធម៌ធ្វើឲ្យជីវិតចៅចិត្រនៅចង់បញ្ចប់រឿងគឺរស់នៅយ៉ាងមានសេចក្តីសុខជាមួយនឹងក្រុមគ្រួសារលោកលួងរតនសម្បត្តិនោះតែម្ដងមិនតែប៉ុណ្ណោះយើងក៏លេខទៅមើលរឿងផ្កាសពូនដែលជាស្នាដៃរបស់លោកនូហាចបាទដែលឆ្លុះបញ្ចាំងតាមរយៈតួអង្គប៊ុនធឿនបាទយើងដឹងហើយថានៅក្នុងរឿងហ្នឹងគឺម្ដាយវិធីវីបានបំបែកបំបាក់បាទគូស្នេហ៍ការផ្សំគុំតាំងពីតូចបាទផ្សំគុំតាំងពីតូចឲ្យនាងវិធីវីហ្នឹងទៅរស់នៅជាមួយលោកណៃសោតប៉ុន្តែប៊ុនធឿនมันមានការថាប្រកែកតវ៉ាខឹងឬក៏ទាមទារយកវិធីវីមកវិញទេអញ្ចឹងនៅក្នុងខ្លឹមសារនេះគេបានបញ្ជាក់ថាតួអង្គប៊ុនធឿនទោះបីជានួនបាទបំបែកវិធីវីចេញពីខ្លួនយ៉ាងណាក្តីក៏គាត់នឹងនៅតែរក្សាជំហរបាទមិនប្រកាន់កន្លែងហ្នឹងគឺពាក្យមិនប្រកាន់ខឹងឬក៏គិតធ្វើអាក្រក់វិញទៅលើអតីតម្ដាយក្មេកឬក៏អនាគតម្ដាយក្មេករបស់គាត់មិនតែប៉ុណ្ណោះគាត់ក៏ជំរុញលើកទឹកចិត្តឲ្យវិធីវីហ្នឹងគឺស្របតាមម្ដាយទៅរស់នៅឬក៏រៀបការជាមួយនេសូតទៅវិញទៅនេះគឺជាបុគ្គលដែលមានសិលធម៌បើបុគ្គលខ្លះអត់ទេកាលណាដែលភ្ជាប់ពាក្យឲ្យគេបំបាយបំបាក់គឺពួកគាត់តែងតែមានថាការតវ៉ាការប្តឹងផ្ដាល់ការទាមទារឬក៏ធ្វើឲ្យមានរឿងនឹងកើតឡើងបាទដោយឡែកចំណែករឿងមលាដួងចិត្តរបស់លោកនូហាចដែរគឺបង្ហាញឲ្យឃើញអំពីទឹកចិត្តបាទទឹកចិត្តរបស់តួអង្គឯករបស់យើងគឺបាទទីឃីវុឌ្ឍបាទទីឃីវុឌ្ឍគឺជាបុគ្គលដែលមានភាពស្មោះត្រង់ចំពោះការងារអត់មានពុករលួយទេគាត់មានតែជួយឲ្យការងារហ្នឹងគឺប្រកបទៅដោយរលូននិងល្អទៀតណាគាត់គឺមានឧត្តមគតិគាត់អត់បានគិតពីផលប្រយោជន៍ផ្ទាល់ខ្លួនទេយើងមើលនៅក្នុងចង់បញ្ចប់រឿងឬក៏នៅឃ្លាបន្ទាប់ទីឃីវុឌ្ឍគឺទទួលបានការគោរពស្រឡាញ់ពីមនុស្សទូទៅដោយសារតែទីឃីវុឌ្ឍគឺជាបុគ្គលដែលមានភាពស្មោះត្រង់នឹងឯងគឺកើតចេញពីមនុស្សដែលមាននៅសិលធម៌ទើបធ្វើឲ្យមានការគោរពកោតខ្លាចឬក៏ស្រឡាញ់គ្រប់គ្រងរបស់តួអង្គយើងហ្នឹងបាទ
យើងធ្វើការសរុបសេចក្តីទៅឃើញថាសិលធម៌គឺពិតជាកត្តាកំណត់សេចក្តីថ្លៃថ្នូររបស់មនុស្សពិតប្រាកដមែនបើមនុស្សគ្រប់រូបមិនថានៅក្នុងខ្លួនឯងមិនថានៅក្នុងការងារមិនថានៅក្នុងគ្រួសារឬក៏នៅក្នុងសង្គមឬក៏អន្តរជាតិទេប្រសិនបើបុគ្គលទាំងអស់នោះគាត់មិនមាននៅសិលធម៌ទេគឺទោះបីគាត់មានទ្រព្យសម្បត្តិរៀនសូត្របានខ្ពង់ខ្ពស់ប៉ុណ្ណាក៏ដោយក៏មិនមានភាពសេចក្តីថ្លៃថ្នូរផងដែរបាទអញ្ចឹងយើងមើលទៅលើសេចក្តីបញ្ចប់គឺពាក់ព័ន្ធជាមួយនឹងវាតម្លៃប្រធានអញ្ចឹងនៅក្នុងខ្លឹមសារវាតម្លៃប្រធាននេះគេសួរសំណួរយើងថាតើប្រធានខាងលើនឹងវាបានផ្ដល់តម្លៃអប់រំដែរឬទេអប់រំយ៉ាងម៉េចដែរអញ្ចឹងនៅ clear កន្លែងនេះយើងឆ្លើយជាសំណួរទៅថាឆ្លងតាមការបកស្រាយយើងឃើញថាប្រធានពិតជាមានអត្ថន័យយ៉ាងជ្រាលជ្រៅខ្លាំងណាស់ព្រោះបានអប់រំដល់មនុស្សគ្រប់រូបហ្នឹងគឺឲ្យប្រកាន់នៅសិលធម៌ការប្រព្រឹត្តនៅអំពើល្អដោយកាយវិចារចិត្តក្នុងការរស់នៅដើម្បីធ្វើឲ្យជីវិតរបស់ពួកគេនឹងគឺមាននៅសេចក្តីថ្លៃថ្នូរមានការគោរពរាប់អានដោយឡែកចំណែកឯមតិផ្ទាល់ខ្លួននេះគឺចង់សម្ដៅថាជាអនុសាសន៍បាទជាអវសានរបស់ខ្លួនឯងនឹងតើបដិញ្ញាចិត្តយ៉ាងម៉េចអញ្ចឹងយើងត្រូវសរសេរថាក្នុងនាមយើងជាមនុស្សប្រកបដោយវិចារណញ្ញាណបានន័យថាយើងដឹងខុសយើងដឹងត្រូវយើងដឹងល្អយើងដឹងខ្ពស់ទាបគឺយើងយ៉ាងម៉េចគឺយើងត្រូវតែមាននៅសិលធម៌ល្អចំពោះគ្នាទើបធ្វើឲ្យការរស់នៅរបស់យើងនឹងគឺល្អប្រសើរឡើងបាទនេះគឺជាប្រធានបទពាក់ព័ន្ធជាមួយនឹងសិលធម៌ជាកត្តាកំណត់បាទសេចក្តីថ្លៃថ្នូររបស់មនុស្សបាទ